សប្តាហ៍ក្រោយសៅម៉ៅទឹកឈូនឹងចាប់ផ្ដើមប្រមូលផលខណៈដែលទុរេនកំពុងសម្បូរហើយធ្លាក់ថ្លៃបន្តិចក្រុមអាជីវករម្ចាស់ចំការទុរេនសៅម៉ៅខ្នោចេកពងមាន់នៅឃុំម៉ាក់ប្រាំងស្រុកទឹកឈូខេត្តកំពតបានបញ្ជាក់ថាចាប់ពីសប្តាហ៍ក្រោយទៅសៅម៉ៅស្រុកទឹកឈូអាចប្រមូលផលបានបណ្ដើរហើយសៅម៉ៅស្រុកទឹកឈូមានរសជាតិផ្អែមឆ្ងាញ់សាច់ស្រួយមិនជាប់គ្រាប់តម្លៃ 10000 រៀលក្នុង1គីឡូខណៈដែលទុរេនធ្លាក់ថ្លៃបន្តិចដោយសារកំពុងសម្បូរយ៉ាងណាក៏ដោយពួកគាត់ស្នើសូមឲ្យអាជីវករទាំងអស់លក់តែផ្លែឈើនៅក្នុងតំបន់ដើម្បីរួមគ្នាលើកកម្ពស់និងផ្សព្វផ្សាយកសិផលនៅក្នុងស្រុកក្រុមអាជីវករលក់ដូរផ្លែឈើនៅតាមដងផ្លូវទៅរមណីយដ្ឋានទឹកឈូខេត្តកំពតបានបញ្ជាក់ថាផ្លែឈើនៅក្នុងចំការពួកគាត់មានទុរេនប្រមូលផលមុនគេបន្ទាប់មកមង្ឃុតសាវម៉ាវខ្នោនិងផ្លែចេកហើយចាប់ពីសប្តាហ៍ក្រោយឬយ៉ាងយូរនៅចុងខែនេះសាវម៉ាវទឹកឈូចាប់ផ្ដើមប្រមូលផលហើយខណៈដែលទុរេនកំពុងតែសម្បូរហើយតម្លៃធ្លាក់ចុះបន្តិចគឺចន្លោះពី 18,000 ទៅ 22,000 រៀលសម្រាប់ទុរេនលេខ1តែយ៉ាងណាក៏ដោយពួកគាត់នៅតែសប្បាយរីករាយនិងស្នើសូមឲ្យប្រជាពលរដ្ឋនិងអាជីវករទាំងអស់ជួយគាំទ្រនិងលក់តែផ្លែឈើនៅក្នុងតំបន់ទឹកឈូបានហើយដើម្បីរួមគ្នាលើកកម្ពស់និងផ្សព្វផ្សាយកសិផលក្នុងស្រុកនេះនៅជ្រោះតូចមានសាម៉ាវចន្ទីហើយតារ៉េនចេកចន្ទីហើហើយនៅឥឡូវដល់តារ៉េនហើយសាម៉ាវវាចិត្តបានប្រមូលផលហើយទៅតំនេះតំចាស់វាអត់សូវបានទេប៉ុន្តែឆ្នាំនេះបានច្រើនអា2ឆ្នាំមុនគ្រាន់តែវារៀនផ្លែរសជាតិផ្អែមហើយវាបកគ្រាប់អត់ជាប់សបអត់ទេ1គីឡូ 10000បងចាអត់មានស្រកពី 10000ទេមាន2គីឡូ 15,000អីចឹងបើសបោខ្លាំងនៅម្ដុំទឹកឈូវាល្អជាងហើយវាចង់និយាយទៅវាឆ្ងាញ់រសជាតិឈ្ងុយហ្មងចាខែហ្នឹងចាប់ផ្ដើមនេះចាប់ផ្ដើមអញ្ចឹងបងអាហ្នឹងយើងធម្មជាតិហ្មងយើងអត់មានប្រើជីអីឲ្យវាចេញផ្កាចេញផ្លែហ្នឹងហើយអត់ប្រើអុកម៉ូនអត់ទេអត់មានប្រើអុកម៉ូននេះអាហ្នឹងធម្មជាតិបើខ្ញុំមើលស្គាល់តារ៉េនក៏ខ្ញុំស្គាល់សាម៉ាវក៏ខ្ញុំស្គាល់ដែរអត់ទេបងសាម៉ាវផិនយើងវាមានចក្ខៀលវាមានក្រហមមានអីហើយបើផិនគេក្រហមទាំងអស់ហ្មងចាអាហ្នឹងបងឯងខ្ញុំអត់ដឹងទេបើខ្ញុំមើលស្គាល់ពោះអញ្ចឹងហើយបើទុកក្រហមខ្លាំងដូចផិនគេសัตว์ស៊ីអញ្ចឹងចាបើអាហ្នឹងធម្មជាតិអាហ្នឹងយើងអត់មានប្រើអកមនអកអីហើយក៏អត់មានបាញ់ថ្នាំអីដែរវាធម្មជាតិហ្មងនេះនាងខ្ញុំសូមសំណុំពរអ្នកលក់អាជីវករទាំងអស់ដែលនៅខាងទឹកឈូអញ្ចឹងសូមលក់តែផិនយើងបានហើយព្រោះអីផិនយើងក៏វាមានដែរមិនបាច់នាំចូលពីបោះគេទេគេមកពីឆ្ងាយគេចង់ភ្លក់របស់នៅនេះអញ្ចឹងសូមអាជីវករអ្នកលក់ដូរទាំងអស់គ្នាហ្នឹងកុំយកនាំចូលរបស់គេបើយើងអត់មានយើងកុំលក់ទុកឲ្យគេអ្នកមានអ្នកលក់អញ្ចឹងទៅហើយបើចង់ទិញរាយបោះដុំអីគឺខ្ញុំក៏លក់តដែរមិនមែនខ្ញុំទុកលក់តែខ្លួនឯងទេសម្រាប់បងប្អូនដែលចង់បានទុរេនហើយនឹងសាម៉ាវហើយមានចេកហ្នឹងនាងខ្ញុំមានចំការផ្ទាល់អាចតាក់ទងមកបាន Facebook ឈ្មោះម៉ាក់អាយៀនហើយលេខទូរស័ព្ទ097 60 99 606មាន Telegram បងប្អូនអាចតាក់ទងមកបានខ្ញុំមានដំណាំដូចជាមានតារ៉េនសាម៉ាវខ្នោមានអីចឹងដៅនេះខ្ញុំប្រមូលផលតារ៉េនមុនប្រហែលតដាច់ខែ5ហ្នឹងចូលដល់ខែ6អាចបេះបានខ្លះហើយចំការខ្ញុំសាម៉ាវលើកទី1បានប៉ុណ្ណឹងហ្នឹងអត់មានថាយកពីណាពីណីទេគឺចំការខ្ញុំផ្ទាល់ហ្មងពិតអាសាម៉ាវរុំវែងហ្នឹងនិយាយរួមឲ្យតែរៀងក្រហមតិចវាបកបានហូបបានហ្នឹងអូខេទាំងតម្លៃធ្លាក់តិចហើយមុនថងចការខ្ញុំអីខ្ញុំកាត់បានមួយទេ20000ទៅ22000អីទេហើយបើដូចជាអូខាអីវាថាលេខ1ឬក៏លេខ2អីវាតម្លៃខុសគ្នាបើសិនណាលេខ1វា20000ទៅ18000ខ្ញុំថាអត់ល្អទេបើសិនណាយើងលក់តែរបស់យើងនៅក្នុងស្រុកយើងបើសិនណាយើងអត់មានយើងប្រាប់គេអត់មានទៅហើយថ្ងៃក្រោយយើងនឹងដាំដុះទៅរបស់យើងនឹងមានតម្លៃហើយយើងយកតែរបស់គេមកប្រាប់ថារបស់យើងហ្នឹងអត់ដល់ពេលអញ្ចឹងវាអត់មានតម្លៃរបស់ខ្លួនឯងដែលខំដាំនេះហ្នឹងហើយគេឈ្មោះទៅថារបស់គេរបស់ខ្លួនឯងអត់គិតនាំគ្នាគ្រប់ត្រូល
ទុកបីថាយើងដាំមិនទាន់បានផលយើងថាអត់មានទៅហើយបើយើងថាបានផលហើយយើងប្រម៉ូទរបស់យើងទៅថ្ងៃក្រោយយូរនឹងឆាប់យើងនឹងបានផលដូចតែគ្នាហើយរបស់យើងក៏មានតម្លៃឡើងទៅអញ្ចឹងណាខ្ញុំដឹងដែរបើគាត់យកពីពួកខ្ញុំអ្នកមានចង្ការវិញទៅថៃគាត់តម្លៃវាខុសគ្នាតិចតួចមែនតែយើងជួយគ្រប់គ្រងរបស់ដែលនៅក្នុងស្រុកយើងណាតែគាត់អត់មានចង្ការគាត់មានអីគាត់យករបស់ពីក្រៅមកលក់មកអីអញ្ចឹងគាត់ថាបោះចង្ការគាត់នៅនេះនៅនោះហើយសូមឲ្យអាជ្ញាធរគាត់ត្រួតពិនិត្យមើលទៅថារបស់ណាដែលក្នុងស្រុកឬរបស់ណាដែលក្រៅស្រុកហើយបើគាត់ត្រួតពិនិត្យទៅគាត់ក៏មានកិត្តិយសប្រទេសជាតិយើងដែរចាពុកម៉ែបងប្អូនត្រូវការតរ៉េនចំការរៀមដាវីមានតរ៉េនពិតអត់មានខ្លាញ់បន្លំយកពីណាពីណីមកទេគឺចំការខ្លួនឯងផ្ទាល់មានតរ៉េនមានសាវម៉ៅខ្នោការ៉ុតជាដើមFacebook ខ្ញុំរៀមដាវីលេខទូរស័ព្ទខ្ញុំ071 28 18 866បើតាមមន្ត្រីកសិកម្មឃុំម៉ាក់ប្រាំងថាកសិករដាំដំណាំទុរេនច្រើនជាងគេចំណែកសាវម៉ាវជាដំណាំបន្ទាប់បន្សំជាមួយមង្ឃុតហើយកសិករដាំលក្ខណៈជាចំការមានប្រហែលជាង20គ្រួសារហើយក្រៅពីនោះគឺដាំជាលក្ខណៈគ្រួសារដាំលាយឡំគ្នានៅក្នុងចំការទុរេនចូលរួមប្រើប្រាស់សេវាប្រមូលសម្រាមទាំងអស់គ្នាដើម្បីទីក្រុងយើងស្អាត